sang chi vật cru sa bài mày sang chi vật cru sa bài miền tây rừng lõ sang chi vật cru sa đam bay ở miền sập hẹm cối bứtประกอบmiền sập hẹm cối miền cái đây đi bứtประกอบសូមឲ្យពុកម៉ែបងប្អូនអរគ្នាសូមឲ្យពុកម៉ែបងប្អូនអរគ្នាត្រូវគិតថាខ្លួនឯងកំពុងតែសាងអីគេឥឡូវរស់នៅក្នុងសភាពគ្រួសារបែបណាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាណាត្រូវតែរស់នៅក្នុងសភាពគ្រួសារមានភាពកក់ក្ដៅតែបើសិនជាពុកម៉ែបងប្អូនកំពុងតែមានបញ្ហាឬមួយក៏សុខដែរតែលក្ខណៈសាមញ្ញចង់ឲ្យគ្រួសាររបស់យើងមានលក្ខណៈមួយដែលមានលុយមានសុភមង្គលមានអ្វីគ្រប់យ៉ាងដ៏អស្ចារ្យណាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនស្ដាប់คลิปនេះពីដើមដល់ចប់ពុកម៉ែបងប្អូនទៅវាលស្រែឬទៅលើភ្នំឬមួយទៅទីកន្លែងណាដែលពុកម៉ែបងប្អូនគិតថាអាចស្រែកបានខ្លាំងចឹងពុកម៉ែបងប្អូនទៅស្រែកឲ្យខ្លាំងលាងខួរក្បាលចាស់របស់យើងចេញណាលាងធម៌ពលអាក្រក់ដែលយើងធ្លាប់គិតអវិជ្ជមានចេញឲ្យអស់ថាម៉េចខ្ញុំជាមនុស្សម្នាក់ដែលមានគ្រួសារមានភាពកក់ក្ដៅបំផុតស្រែកឲ្យខ្លាំងស្រែកឲ្យលឺស្រែកឲ្យបានរយៈពេល3ខែទៅ6ខែស្រែកនៅក្នុងចិត្តក៏បានដែរបងប្អូនណាបើយើងអត់មានទីតាំងនេះទេស្រែកនៅក្នុងចិត្តឲ្យបញ្ជាក់ជឿច្បាស់ក្នុងចិត្តខ្លួនឯងថាខ្ញុំមានគ្រួសារមានភាពកក់ក្ដៅទោះជាពេលនេះគ្រួសារអត់ទាន់មានឬមួយក៏មានភាពអត់កក់ក្ដៅក៏ដោយពុកម៉ែបងប្អូនណាត្រូវតែលៀងខួរក្បាលចាស់ត្រូវតែលៀងធម៌ពលអាក្រក់ចេញនឹងរាងកាយដ៏គិតថាយើងឆាជីវិតចោលលំដាប់ណាក៏ដោយពុកម៉ែបងប្អូនណាសាក់លបងទាំងអស់គ្នាដើម្បីច្បាប់ធម្មជាតិវាយឡំឲ្យយើងវិញដល់ងាយស្វាយដូចថាយើងទាត់បាល់អញ្ចឹងបើយើងទាត់ទៅអញ្ចឹងហើយបាល់នឹងឡងមកវិញហើយចឹងពុកម៉ែបងប្អូនគ្មានអ្នកណាជួយយើងក្រៅពីខ្លួនយើងទេចឹងជួយដោយច្បាប់ធម្មជាតិគឺជួយដោយយើងគិតបែបងាយស្វាយគិតបែបងាយគិតបែបសេចក្តីសុខចេញមកងាយពីក្នុងចិត្តការគិតណាយើងគ្រាន់តែសាក់បងមើលបើសិនជាឧទាហរណ៍ថាយើងគិតបែបងាយស្វាយពុកម៉ែបងប្អូនត្រូវដឹងថារបស់ចូលវិញក៏ងាយដែរតែក៏ត្រូវមានទង្វើរបស់យើងដូចគ្នាបងប្អូនណាយើងត្រូវដូរទង្វើចេញទាំងអស់ទង្វើយើងត្រូវតែអស្ចារ្យទង្វើយើងត្រូវតែជាមេគ្រួសារប្តីឬប្រពន្ធឬមួយក៏កូនឬមួយក៏អ្នកចិត្តខាងឬមួយក៏គ្រួសារទាំងមូលពុកម៉ែបងប្អូនស្រែកហើយធម្មជាតិជឿច្បាស់ហើយធម្មជាតិនឹងផ្លាស់ប្ដូរពុកម៉ែបងប្អូនដោយទង្វើចេញមកដោយល្អគ្រប់យ៉ាងដោយសាងពីដៃសាងពីការគិតសាងពីរាងកាយដ៏មាំមួនរបស់យើងណាសុខភាពក៏ល្អខ្លាំងអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាស្រែកក្នុងចិត្តឲ្យខ្លាំងស្រែកក្នុងចិត្តឲ្យខ្លាំងដដែលដើម្បីឲ្យយើងមានធម៌ពលល្អដើម្បីឲ្យយើងផ្សារភ្ជាប់ជាមួយនឹងច្បាប់ធម្មជាតិដ៏អស្ចារ្យមួយនេះបើដឹងហើយឮហើយសូមអនុវត្តដើម្បីឲ្យយើងក្លាយជាបុគ្គលនិងក្លាយជាប្រជាជនល្អដើម្បីឲ្យប្រទេសជាតិយើងរឹតតែជឿនលឿនដោយសារយើងមានគ្រួសារមានភាពកក់ក្ដៅមានបងប្អូនល្អមានសាច់ញាតិល្អមានកូនគ្រួសារប្រពន្ធនិងគ្រួសារតូចមួយដ៏មានពន្លឺចែងចាំងទៅដល់អ្នកដទៃអញ្ចឹងជាគំរូលើពិភពលោកពុកម៉ែបងប្អូនស្រឡាញ់ណាស់មែនទេសេចក្តីសុខស្រឡាញ់ណាស់មែនទេគ្រួសារស្រឡាញ់ណាស់មែនទេសេចក្តីល្អស្រឡាញ់ណាស់សេចក្តីស្មោះត្រង់តែហេតុអីគោមិនហ៊ានគិតតែហេតុអីគោមិនហ៊ានប្រាថ្នាគ្រាន់តែចង់ឲ្យរន់លត់បាត់ទៅវិញគ្រាន់តែចង់ឲ្យសបកក្រៅល្អូតែរឿងអត់បានការសោះល្អូតែរឿងដែលយើងអត់ចង់បានសោះចឹងធម្មជាតិបកគលឲ្យពុកម៉ែបងប្អូននៅតាមពាក្យពេចន៍និងការគិតបែបងាយស្វាយហេតុអើយគូអ្នកគ្រូហ៊ាននិយាយអ្នកគ្រូសាក់បងអ្នកគ្រូបានមានបទពិសោធន៍ហើយបានផលលឿនបំផុតឲ្យតែហ៊ានជឿហ៊ានដាក់គោលដៅពុកម៉ែបងប្អូននឹងបានសម្រេចដោយងាយស្វាយតែបើសិនជាពុកម៉ែបងប្អូនគិតថាមិនទាន់អាចធ្វើខ្លួនឯងបានមើលវីដេអូអ្នកគ្រូហើយអញ្ចឹងអាចឆាតតាម Telegram អ្នកគ្រូបានណា086 519 337 078 322 968ដោយងាយស្វាយពុកម៉ែបងប្អូនណាព្រោះនេះជាคลิปវីដេអូមួយអ្នកគ្រូចែកម្លែកបទពិសោធន៍ដ៏ខ្លឹមសារបែបធម្មជាតិរស់បែបធម្មជាតិអ្វីកើតឡើងគឺដោយសារធម្មជាតិអញ្ចឹងបើសិនជាយើងគិតថាធម្មជាតិល្អសម្រាប់យើងហើយយើងត្រូវតែល្អសម្រាប់ធម្មជាតិនិងល្អសម្រាប់ខ្លួនឯងដើម្បីឲ្យសុភមង្គលកើតឡើងផ្ដើមពីយើងណាពុកម៉ែបងប្អូនគ្នាព្រោះយើងគឺជា
ក្របពូជមួយដ៏អស្ចារ្យដែលយើងដាំហើយ3ខែ6ខែនឹងដុះចាប់ផ្ដើមជាកូនដើមឈើមួយហើយបន្តទៅនឹងមានមេឃធាងផ្លែផ្កាឲ្យអស្ចារ្យបំផុតណាសូមឲ្យពុកម៉ែបងប្អូនត្រូវតែប្រាប់ខ្លួនឯងដដែលដែរនឹងត្រូវគិតថានៅលើโลกនេះគ្មានអ្វីដែលអស្ចារ្យជាងយើងទេអញ្ចឹងពាក្យពេចន៍ទាំងប៉ុន្មាននឹងការជឿរបស់យើងធ្វើឲ្យជាធម៌ពលផ្ដោតធម៌ពលមួយដែលយើងគិតថាយើងនឹងបានជីវភាពល្អយើងនឹងមានលុយចូលយើងនឹងមានមុខបរមួយដ៏ពិសេសយើងនឹងមានរឿងរ៉ាវនៅលើโลกនេះនឹងផ្លាស់ប្ដូរការគិតនិងជីវិតរបស់យើងដោយងាយៗស្វាយគ្រាន់តែគិតគ្រាន់តែស្រមើស្រមៃគ្រាន់តែបដោតសោះបានដោយងាយៗស្វាយអត់មានតែហត់នឿយដោយរាងកាយទៅរកស៊ីពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យយើងជាប់ជំពាក់រោទៅពេលទៅបត់ជើងតូចបត់ជើងធំមិនបានរោទៅពេលទៅហូបបាយមិនចង់ទៀងពេលវេលាមិនចង់ត្រង់មាត់ផងយើងនៅតែមិនចាយគ្រប់យើងនៅតែជាពាក់បំណុលគេយើងនៅតែត្អូញនៅតែរកអត់បានណាពុកម៉ែបងប្អូនហើយកុំភ្លេចណាជំងឺជាប់នឹងប្រាណទៀតដោយសារយើងញ៉ាំអត់ទៀងទាត់យើងមានបញ្ហាបត់ជើងតូចបត់ជើងធំធ្វើឲ្យយើងមានប៉ះពាល់ខ្សោយកលៀនពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនចង់ឲ្យរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្តពុកម៉ែបងប្អូនត្រូវតែនិយាយក្នុងចិត្តខ្លួនឯងនឹងការគិតផ្លាស់ប្ដូរជីវិតការរស់នៅពុកម៉ែបងប្អូនណាទោះជាសម្បុកក្រៅពេលនេះកំពុងតែធ្វើអីក៏ដោយធ្វើសិនចាស់យើងគ្រាន់តែនិយាយក្នុងចិត្តយើងអត់មានខាត់ពេលវេលាអីទេហើយយើងក៏អត់មានទៅផ្លាស់ប្ដូរតលមុខបោអីដែរយើងនិយាយដើម្បីឲ្យផ្លាស់ប្ដូរ3ខែ6ខែនឹងដឹកនាំពុកម៉ែបងប្អូនទៅរកផ្លូវមាគ៌ាមួយដ៏មានមាគ៌ាមួយដែលមានគ្រប់យ៉ាងពុកម៉ែបងប្អូនណាមានតែរឿងល្អមានតែរឿងអស្ចារ្យអញ្ចឹងរឿងដែលយើងចាំបំផុតគឺរឿងដែលយើងចង់បដូរជីវភាពចង់បដូរគ្រួសារមួយមិនបដូរទៅណាទេមនុស្សដដែលតែបដូរការគិតបដូរការគិតហើយយើងនឹងអាចផលិតបានហើយអ្វីគ្រប់យ៉ាងណាពុកម៉ែបងប្អូនចាំមនុស្សយើងអស្ចារ្យណាពុកម៉ែឃើញទេយើងចង់បានអីយើងចង់ធ្វើអីច្បាប់ធម្មជាតិគ្រាន់ថាឲ្យយើងគិតទៅវាឡងមកវិញហ្នឹងយើងគិតឡងមកវិញណាឥឡូវយើងចង់ទៅផ្សារទិញម្ហូបឧទាហរណ៍អញ្ចឹងពុកម៉ែបងប្អូនថាចង់ទៅផ្សារទិញម្ហូបចុះយើងគ្រាន់តែចង់បើយើងអត់ទៅតើលទ្ធផលបានម្ហូបញ៉ាំអត់ទេតែយើងទៅផ្សារទិញម្ហូបយើងត្រូវតែដាក់គោលដៅទៀតទៅចង់ញ៉ាំស្លម្ជូរយួនម្ជូរតកួនម្ជូរផលិតឬមួយក៏ចង់ញ៉ាំខជើងជ្រូកឬមួយក៏ចង់ញ៉ាំអីផ្សេងឃើញទេបងប្អូនយើងមានគោលដៅយើងរៀងខ្លួនអញ្ចឹងយើងទៅយើងសំដៅទៅទិញដូចគ្នាយើងត្រូវតែដាក់គោលដៅហើយយើងត្រូវតែនិយាយហើយយើងត្រូវតែធ្វើដំណើរទៅដូចគ្នាតែដំណើររបស់យើងវាងាយស្រួលដោយសារយើងផលិតនៅក្នុងចិត្តហើយអញ្ចឹងច្បាប់ធម្មជាតិនឹងដឹកនាំពុកម៉ែបងទៅបន្តិចដងទៅមួយជំហានដងរហូតដល់របស់ដែលយើងអាចសម្រេចបាននៅនឹងដៃខាងក្រៅតែបើពុកម៉ែបងប្អូនអត់ជឿនិយាយ 90% អត់ជឿ 10% 1% កន្លះ%គោលុបការកំងចោលដែរពុកម៉ែបងប្អូនណាអញ្ចឹងគ្មានអ្វីក្រៅពីការគិតផលិតឲ្យចេញលុយទេម៉ាស៊ីនផលិតលុយរបស់យើងគឺគូកវ៉ារបស់យើងនឹងការស្រមើស្រមៃរបស់យើងនឹងហើយជាម៉ាស៊ីនផលិតលុយអស្ចារ្យលើលោកចង់បានអីនិយាយនឹងចង់បានអីគិតនឹងណាគិតហើយជឿចិត្តហើយជឿហើយទទួលរួចរាល់អញ្ចឹងលទ្ធផលនឹងបានដោយបំណងរបស់ពុកម៉ែបងប្អូនអរគ្នាគ្មានអ្វីដែលទីពឹងពិតប្រាកដក្រៅពីខ្លួនឯងទេណាអញ្ចឹងបើយើងនឹងច្បាប់មួយនេះហើយគ្រាន់តែគិតសោះបានផលហេតុអីក៏មិនព្រមគិតពុកម៉ែបងប្អូនអរគ្នាហេតុអីក៏មិនព្រមគិតឲ្យមានស្នាមញញឹមគ្រប់ពេលវេលាទៅនៅមុខក្រៀមក្រំធ្វើអីទៀតនៅកំពុងគួយគិតអីទៀតឥឡូវនេះពេលកំពុងមើលនេះឬមួយមើលពេលក្រោយក៏ដោយសូមឲ្យពុកម៉ែបងប្អូនបងប្អូនគ្នាចែករំលែក share បន្តឬមួយក៏ឲ្យចែករំលែកបន្តឲ្យបានច្រើនណាតាមក្រុម Telegram ឬមួយក៏តាមបណ្ដាញសង្គមណាក៏ដោយសូមឲ្យពុកម៉ែបងប្អូនចែករំលែកចេះធ្វើបុណ្យដោយងាយៗសប្បាយនេះជាបុណ្យមួយដែលជួយឲ្យផ្លូវចិត្តរបស់យើងរឹងមាំធ្វើឲ្យយើងជាដុំដៃឆក់ដ៏ល្អសម្រាប់បងប្អូនរួមលោកទាំងអស់ជាគំរូអស្ចារ្យអញ្ចឹងគ្មានអ្វីដែលយើងធ្វើមិនបានទេលើលោកនេះមកពីយើងមិនអាចមិនទៅមិនធ្វើអញ្ចឹងយើងទៅប្រាប់ខ្លួនឯងថានៅលើលោកនេះខ្ញុំអាចធ្វើឲ្យបានគ្រប់យ៉ាងខ្ញុំអាចធ្វើបានគ្រប់យ៉ាងរឿងល្អដែលចូលក្នុងជីវិតរបស់ខ្ញុំគ្រប់ដង្ហើមចិញ្ចោលរបស់ខ្ញុំនេះគឺមានតែពាក្យថាល្អគិតល្អនិយាយល្អធ្វើល្អរឿងល្អនឹងបានពិតផលល្អក៏បានដែរសូមឲ្យពុកម៉ែបងប្អូនអរគ្នាកុំខ្លាចនឹងការគិតណាគ្រាន់តែគិតសោះបានផលហេតុអីមិនគិតហើយអនុវត្តទៅ
ច្បាប់ធម្មជាតិនឹងដឹកនាំពុកបែបប្អូនទៅដល់គោលដៅដោយងាយៗសប្បាយៗសូម